ธีការសម្រកគីឡូដោយមិនបាច់បង្អត់អាហារអ្នកណាគេខ្លះដែលកំពុងតែចង់សក់គីឡូហើយខំប្រឹងប្រអត់អាហារឡើងចង់ខ្យល់ចាប់ហើយស្ដាប់វីដេអូនេះសិនជាទូទៅនៅពេលដែលយើងចង់សក់គីឡូគឺយើងត្រូវគ្រប់គ្រងអាហារអ្នកនរគ្នាពាក្យថាគ្រប់គ្រងគឺមិនមែនមានន័យថាយើងត្រូវប្រអត់អាហារទេប៉ុន្តែយើងត្រូវញ៉ាំបរិមាណអាហារឲ្យវាសមល្មមហើយនឹងយើងត្រូវចេះជ្រើសរើសអាហារញ៉ាំឲ្យវាមានគុណភាពអញ្ចឹងយើងមកមើលពី3ចំណុចនេះបើសិនជាអ្នកនរគ្នាចង់ស្រកដោយមិនបាច់បង្អត់អាហារទី1ហាមប្រអត់បាយអ្នកនរគ្នាអាចញ៉ាំអាហារឲ្យបានគ្រប់ទាំង3ពេលតែបាយវិញមួយចានហ្នឹងយើងបែងជា4ភាគបាយគឺយើងត្រឹមតែ1ភាគទេឬមួយក៏ងាយគឺប្រហែលជាមួយវែកអាហ្នឹងគឺបាយបើអត់មានបាយអង្គសម្រូបញ៉ាំជាបាយសក៏បានដែរមិនចាំបាច់ថាតតែមានបាយអង្គសម្រូបទេព្រោះបើសិនជាអ្នកនរគ្នាប្រអត់អត់ញ៉ាំបាយសោះវាធ្វើឲ្យអ្នកនរគ្នានិយាយទៅបាត់បង់ថាមពលគោលអាហ្នឹងជាមូលហេតុមួយដែលធ្វើឲ្យយើងអត់សូវមានកម្លាំងនៅក្នុងការធ្វើការទេប្រៀបធៀបដូចជាឡានតែយើងអត់ចាក់សាំងអញ្ចឹងណាអ្នកនរគ្នាទី2គឺឲ្យយើងផ្ដោតទៅលើការញ៉ាំបន្លែហើយនិងសាច់ឲ្យបានគ្រប់គ្រាន់បើអ្នកនរគ្នាញ៉ាំបន្លែហើយនិងសាច់បានគ្រប់គ្រាន់វាជួយធ្វើឲ្យអ្នកនរគ្នាឆ្អែតបានយូរអញ្ចឹងហើយយើងងាយស្រួលនៅក្នុងការគ្រប់គ្រងការចង់ញ៉ាំចំណីជាតិចប់ផងដែរទី3គឺឲ្យយើងជៀសវាងចំណីជាតិចប់អ្នកខ្លះអត់ហ៊ានញ៉ាំអាហារគោលនិយាយទៅខំប្រឹងប្រអត់អាហារតែនៅពេលដែលយើងឃ្លានយើងញ៉ាំអានេះមួយម៉ាត់អានោះមួយម៉ាត់អាហ្នឹងជាមូលហេតុមួយដែលធ្វើឲ្យយើងពិបាកនៅក្នុងការគ្រប់គ្រងកាឡូរីដែលធ្វើឲ្យយើងនៅតែអត់អាចស្រកបានពួកចំណីជាតិចប់ដូចលើកឧទាហរណ៍ដូចនំកញ្ចប់តែគុជស្ករគ្រាប់អីហ្នឹងគឺឲ្យយើងព្យាយាមជៀសវាងអ្នកនរគ្នាផ្លាស់ប្ដូរវាទៅយឺតអ្នកនរគ្នាមិនចាំបាច់ថាថ្ងៃហ្នឹងយើងនៅសុកយើងផ្ដាច់យកភ្លាមទេវាអាចធ្វើអ្នកនរគ្នាមានអារម្មណ៍ថាហត់បានអញ្ចឹងហើយយើងបដូរវាយឺតធ្វើវាឲ្យកើតជាទម្លាប់យូរទៅគឺយើងនឹងអាចអនុវត្តវាបែបធ្វើឲ្យយើងអត់មានអារម្មណ៍ថា stress ជាមួយនឹងការសម្រក់គីឡូអញ្ចឹងខ្ញុំមាន3 technique ហ្នឹងមកចែកម្លែកដល់អ្នកទាំងអស់គ្នាហើយបើសិនជាគិតថាវីដេអូនេះល្អសូមជួយចុច like ហើយចុច share ខ្ញុំមួយផងហើយសម្រាប់អ្នកដែលមានគោលដៅចង់ផ្លាស់ប្ដូររូបរាងឲ្យតាន់ឆ្នាំ2025ហ្នឹងមានបើកវគ្គផ្លាស់ប្ដូររូបរាងតាមអនឡាញដែលវគ្គរបស់យើងគឺយើងផ្ដោតទៅលើការផ្លាស់ប្ដូរការញ៉ាំ80%ហើយនឹងការធ្វើលំហាត់ប្រាណ20%នៅក្នុងហ្នឹងគឺយើងមានប្រើអាហារូបត្ថម្ភជាជំនួយផងដែរ